ក្រសួងការងារបង្ហាញពីមូលហេតុដែលមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករពីប្រភេទដឹកទំនិញទៅជាប្រភេទដឹកអ្នកដំណើរអ្នកនាំពាក្យក្រសួងការងារបានអះអាងថាមានកត្តាចំនួន4ដែលជាឧបសគ្គមិនអាចឲ្យម្ចាស់រថយន្តដឹកកម្មករផ្លាស់ប្ដូរពីប្រភេទរថយន្តដឹកទំនិញដែលមានសភាពប្រឈមខ្ពស់នៅពេលដែលធ្វើដំណើរទៅតាមកន្លែងធ្វើការទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាពបើតាមលោកហេងសុផានរិទ្ធអគ្គនាយករងបសសបានបញ្ជាក់ឲ្យដឹងថាកត្តាចំនួន4នេះរួមមានទី1គឺរថយន្តប្រភេទដឹកអ្នកដំណើរមានតម្លៃថ្លៃស៊ីប្រេងច្រើននិងត្រូវជួសជុលថែទាំញឹកញាប់ជាងរថយន្តប្រភេទដឹកទំនិញនិងមិនអាចចូលទៅដល់ក្នុងភូមិបានពីព្រោះស្ថានភាពផ្លូវតូចចង្អៀតទី2អ្នកបើកបរមួយចំនួនធំកំពុងជាប់បំណុលជាមួយនឹងធនាគារទី3ការផ្ទុកកម្មករបានចំនួនតិចជាងមុនហើយបើដំឡើងថ្លៃធ្វើដំណើរវានឹងប៉ះពាល់ទៅដល់កម្មករនិងកត្តាទី4រោងចក្រសហគ្រាសគ្មានលទ្ធភាពបន្ថែមប្រាក់ធ្វើដំណើរជូនកម្មករនោះទេសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យក្រសួងការងារឬក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធត្រូវអនុវត្តការងារផ្លាស់ប្ដូររថយន្តដឹកកម្មករពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរនេះយ៉ាងយូរត្រឹមដំណាច់ឆ្នាំ2027គូបញ្ជាក់ថាឆ្នាំ2024កម្ពុជាមានរថយន្តដឹកកម្មករចំនួន3332គ្រឿងនៅក្នុងនោះរថយន្តប្រភេទដឹកទំនិញចំនួន1963គ្រឿងរថយន្តបានកែលម្អឲ្យមានកៅអីអង្គុយមានចំនួន267គ្រឿងនិងរថយន្តប្រភេទដឹកអ្នកដំណើរស្របទៅតាមលក្ខណៈបច្ចេកទេសមានចំនួន1369គ្រឿង